លោកគ្រូពេជ្រសផាន់បានបង្ហោះសំណេរចំបានដកបេក្ខភាពពេជ្រសម្បត្តិដែលត្រូវប្រកួតថ្ងៃទី14បាទឧសភាខាងមុខនេះដែលត្រូវប៉ះជាមួយនឹងកីឡាករ Mario អញ្ចឹងប្រិមិត្តគឺលោកគ្រូពេជ្រសផាន់បានដកពេជ្រសម្បត្តិចេញបាទជាស្ថាពរតែម្ដងដែលគាត់បង្ហោះនៅលើគេហទំព័រ Play ការរបស់គាត់អញ្ចឹងមកដឹងរឿងពិតថាតើបាទគាត់ដកចេញនេះដោយសារតែមូលហេតុអ្វីថាតើក៏មានហេតុផលយ៉ាងណាបងប្អូនណាអញ្ចឹងមកស្ដាប់ទាំងអស់គ្នាដោយសារតែលោកគ្រូពេជ្រសផាន់បានបង្ហោះ caption យ៉ាងចំនៅលើគេហទំព័របាទ Play ការរបស់គាត់ពេជ្រសផាន់បាទអញ្ចឹងគាត់បានបង្ហោះសំណេរភ្ជាប់ទៅដោយបាទ caption បាទជាបាទសញ្ញាដែលមានឈ្មោះបងសុវណ្ណៈដែលជាអ្នកចាប់គូបងប្អូនណាគាត់ឃើញបងសុវណ្ណៈបង្ហោះបែបនេះធ្វើឲ្យលោកគ្រូពេជ្រសផាន់បានដកពេជ្រសម្បត្តិចេញតែម្ដងអញ្ចឹងមកសម្ដាប់មើលថាតើការបង្ហោះរបស់អង្គប្រុសបាទសុវណ្ណៈយ៉ាងម៉េចយ៉ាងម៉ាលើមកសម្ដាប់មើលណាបាទអញ្ចឹងគឺក៏បានបង្ហោះចំថាធនវណ្ណាគាត់មានបំណងចង់ជួប Mario បាទសងសឹកឲ្យមិត្តរួមជាតិបាទវ៉ាន់ថងនិងបូរ៉ាប៉ុន្តែបាទ Centro Martin បាទអញ្ចឹងប្រិមិត្តអញ្ចឹងគឺសូមបាទសង្ខេបបន្តិចបងប្អូនទាំងអស់គ្នាគឺក៏មានបំណងថាបាទធនវណ្ណាក៏ចង់ជួប Mario ដើម្បីសងសឹកបាទឲ្យជនរួមជាតិបាទមិត្តរួមជាតិប្រិមិត្តសំទោសបាទមិត្តរួមជាតិបាទគឺវ៉ាន់ថងនិងបូរ៉ាប៉ុន្តែគាត់ត្រូវជួបបាទ Martin បាទ Centro Martin ដែលអាយុ26ឆ្នាំបាទទម្ងន់60គីឡូក្រាមដែលមានកម្ពស់បាទ1.65 ម៉ែត្រហើយការប្រកួតទៀតសោះគឺ47ដងឈ្នះ34ដងចាញ់11ដងស្មើ2ដងផ្ដួលដៃគូបាទចំនួន10ដងប្រិមិត្តណាផ្ដួលបាទផ្ដួលដៃគូបាទអញ្ចឹងបើសិនបើករណីបាទធនវណ្ណានេះក៏ឈ្នះ Martin ហើយ Mario ក៏ឈ្នះពេជ្រសម្បត្តិចាំបំពេញបំណងប្អូនវគ្គក្រោយបាទរឿងនេះនឹកឃើញដល់បាទទុំគិតិបាទខ្ញុំបាទផ្ដល់បាទការប្រកួតឲ្យប្អូនធំមួយក្រៅស្រុកថ្ងៃទី21បាទខែ6ឆ្នាំ2025ការលេងឈុតធំ5នាក់បាទប្រឹងប្រែងបន្តអញ្ចឹងគឺសំណេររបស់បងប្រុសស៊ូមណាគឺគាត់ចង់និយាយថាធនវណ្ណាចង់ជួបសងសឹកបាទនេះបាទ Mario នេះដែលធ្លាប់ឈ្នះកីឡាករកូនខ្មែរយើងបាទ Kimura និងវ៉ាន់ថងហើយសតហូបសន្លប់ទៀតអញ្ចឹងដោយសារតែពេលនេះគឺបាទការប្រកួតនេះគឺត្រូវប៉ះពេជ្រសម្បត្តិទៅហើយអញ្ចឹងធ្វើឲ្យលោកគ្រូឆ្នាំគាត់ពិតជាចិត្តល្អបងប្អូនណាគាត់បានបង្ហោះភ្លៀងគាត់ថាឃើញសំណេរស្ថាបនិកបាទ KSF គុណខ្មែរបាទ Fai បាទ Super Fai មកលោកបាទសុវណ្ណៈខ្ញុំបាទពេជ្រសផាន់ប្រធានក្លឹបបាទផ្ដាល់គុណខ្មែរពេជ្រសផាន់សូមដកសិស្សពីការប្រកួតផ្ដល់ឱកាសឲ្យធនវណ្ណាប្រកួតជំនួសដើម្បីបំពេញបំណងគាត់បាទអញ្ចឹងប្រិមិត្តណាអញ្ចឹងគាត់ឃើញថាធនវណ្ណាចង់ជួបបងប្អូនគឺគាត់ដកភ្លាមតែម្ដងបាទដកភ្លាមតែម្ដងហើយបងប្អូនអានសំណេរនេះយល់យ៉ាងម៉េចទៀតអាចខមមិនខាងក្រោមវីដេអូទៅបាទហើយបើតាមខ្ញុំមើលសំណេរគាត់គឺលោកគ្រូផាន់គាត់បានន័យគាត់ចំណាន័យចំគឺគាត់ចង់ឲ្យផ្ដល់ឱកាសឲ្យធនវណ្ណាត្មងទៅមើលធនវណ្ណាក៏ចង់ជួបអញ្ចឹងហើយបាទវាចិត្តដកពេជ្រសម្បត្តិចេញហ្មងតែហើយន័យដែលគាត់បង្កប់ហ្នឹងគឺខ្ញុំមិនហ៊ាននិយាយទេបងប្អូនដែលដឹងបងប្អូនអាចបាទខមមិនក៏ដូចជាអាចបាទវិភាគតាមការគោលទៅបាទអានេះខ្ញុំនិយាយន័យចំគឺគាត់ចង់ផ្ដល់ឱកាសឲ្យបាទធនវណ្ណាបាទបើពេញម្ដងធនវណ្ណាហ្មងទៅអញ្ចឹងគឺគាត់ដកពេជ្រសម្បត្តិចេញបងប្អូនណាអញ្ចឹងឲ្យជារឿងមួយកំពុងតែផ្ទុះខ្លាំងមែនតើបងប្អូនទាំងអស់គ្នាហើយការប្រកួតបើសិនជាពេជ្រសម្បត្តិដកចេញថ្ងៃទី14ក៏នៅតែមានជើងខ្លាំងប្រកួតបងប្អូនណាបាទនៅមានបាទគឺមានធនវណ្ណាគឺមានកីឡាករកូនខ្មែរយើងខ្លាំងច្រើនអញ្ចឹងនៅតែមានទេក៏ប៉ុន្តែការបាទប្រកួតមកវគ្គនេះគឺគេចាប់អារម្មណ៍ខ្លាំងគឺគូពេជ្រសម្បត្តិនឹង Mario នឹងឯងអញ្ចឹងយើងមិនទាន់ដឹងថាមានការចរចាយ៉ាងម៉េចយ៉ាងម៉ាទៀតបងប្អូនដោយសារតែគិតថ្ងៃមែនតើហើយតាមការបង្ហោះគឺលោកគ្រូផាន់ក៏ដកពេជ្រសម្បត្តិចេញបងប្អូនបាទដើម្បីឲ្យធនវណ្ណាជំនួសបាទធនវណ្ណាគាត់ចូលបាទប្រកួតជាមួយ Mario មកទៅដោយសារធនវណ្ណាគឺគាត់ចង់សងសឹកឲ្យមិត្តបាទមិត្តរួមជាតិនោះបាទការបង្ហោះបាទមិត្តរួមជាតិវ៉ាន់ថងនិងបូរ៉ាបាទតាមការបង្ហោះពីបងវណ្ណៈបងប្អូនអញ្ចឹងការប្រកួតគឺអីមានគឺចូលចិត្តមើលដូចគ្នាបាទទាំងធនវណ្ណាទាំងពេជ្រសម្បត្តិគឺសុទ្ធតែចូលចិត្តមើលការប្រកួតបងប្អូនបាទនិយាយទៅបើបានទាំងអស់ក៏កាន់តែអែមបើបានតែវណ្ណាមួយថាស្ដាយសម្បត្តិបើបាត់ក៏ចូលមកទៀតគឺកាន់តែក្រៅទៀតបងប្អូនអញ្ចឹងរឿងនេះគឺមានតែប៉ុណ្្នឹងបងប្អូនបាទថ្ងៃ14នេះគឺបើតាមការបង្ហោះឥឡូវនេះគឺប្រហែលជាមិនមានពេជ្រសម្បត្តិទេតែយើងចាំមើលបើមានការចរចាអីមិនមកទៀតយើងអត់ដឹងទេបងប្អូនតែបើតាមឥឡូវនេះគឺបាទគឺពេជ្រសម្បត្តិត្រូវដកចេញហើយបងប្អូនអរគ្នាអញ្ចឹងយើងរងចាំមើលព័ត៌មានថ្មីអាប់ដេតទៀតបងប្អូន
ហើយដំណឹងនេះមានតែប៉ុណ្្នឹងទេខ្ញុំអាន caption ទាំងបងវណ្ណៈទាំងលោកគ្រូពេជ្រសុផាន់បាទទាំងពីរបាទខ្ញុំមិនមានអ្វីលើសលុះនេះទេមកអានសំណេរពួកគាត់ទាំងពីរទេហើយបងប្អូនយល់ឃើញបែបម៉េចអាច comment នៅខាងក្រោមវីដេអូនេះតាមការគួរបានហើយវីដេអូនេះគឺបាទមានតែប៉ុណ្្នឹងទេបើសិនជាលើកទៅលើសលុះដោយប្រការណាមួយខ្ញុំបាទនឹងបាទធ្វើការបាទលុបវីដេអូនេះចេញក៏ដូចជាបាទបើសិនជាមានខុសតបងប្អូនណាដោយសារតែយើងជា fan គុណខ្មែរនេះគ្នាបាទឃើញដំណឹងបែបនេះគឺចង់ចែករំលែកឲ្យបងប្អូន fan គុណខ្មែរក៏ចង់ដឹងថាពេជ្រសម្បត្តិវាយថ្ងៃណាធនណាវាយថ្ងៃណាឥឡូវយើងដឹងបងប្អូនណាថ្ងៃ14ប៉ុន្តែបេក្ខភាពពេជ្រសម្បត្តិដែលត្រូវប៉ះ Mario នេះAverage នេះដែលធ្លាប់ឈ្នះវ៉ាន់ថងបាទក៏ដូចជាឈ្នះបាទ Kimura នេះគឺត្រូវបាទលេខបានជួបពេជ្រសម្បត្តិឲ្យដកចេញបងប្អូនណាហើយដំណឹងនេះគឺមានតែប៉ុណ្្នឹងទេអរគុណបាទជួបគ្នានៅវីដេអូក្រោយ